បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយយើងវិលមកជួបគ្នាម្ដងទៀតហើយអញ្ចឹងវីដេអូនេះរៀងប្លែកតិចបងប្អូនបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការការពារ page ដែលយើងប្រើប្រាស់ជាមួយនឹង business manager ដែលយើងហៅថា BM ណាអញ្ចឹងបងប្អូនដឹងហើយមួយរយៈក្រោយនេះគឺ page Boost Live មានការបាត់បង់ច្រើនមែនទែនហើយបងប្អូនយើងគាត់ជួបច្រើនណាបញ្ហាបាត់បង់ហ្នឹងដោយសារតែ page Boost Live ធ្វើអត់បានណាបងប្អូនទាំងអស់គ្នាហើយក៏ខាងចិត្តខាងយើងហ្នឹងក៏គាត់ប្រមូលយកទៅវិញផងដែរបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នហើយកុំធ្វើការចុច link អីប្រេះដែរសោះបាទបើសិនជាមាន link អីប្រេះដែរកុំចុចឲ្យសោះបាទដោយសារតែ page ឥឡូវនេះគឺយើងធ្វើអត់បានអញ្ចឹងហើយវាធ្វើឲ្យមានការ claim ទៅវិញក៏ដូចជាមានការបាត់បង់ច្រើនបាទអញ្ចឹងបងប្អូនត្រូវតែមានការការពារខ្ញុំឃើញថាបងប្អូនយើងជួបបញ្ហាហ្នឹងច្រើនឥឡូវនេះគឺខ្ញុំបានចេញជាវីដេអូមួយសម្រាប់បងប្អូនយើងអញ្ចឹងខ្ញុំសង្ឃឹមថាវាអាចជួយជាប្រយោជន៍ខ្លាំងទៅដល់បងប្អូនយើងដែលអត់ដឹងថាគួរតែការពារ page បែបណាគួរតែការពារ account បែបណាមែនតើចំពោះការការពារ account ខ្ញុំបានធ្វើវីដេអូរួចហើយពាក់ព័ន្ធជាមួយការការពារ account បងប្អូនបាទអញ្ចឹងបងប្អូនអាចទៅរកមើលវីដេអូចាស់ៗរបស់ខ្ញុំបានបាទចំពោះការការពារ page ដោយប្រើ BM យើងនឹងបង្ហាញបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះផងដែរអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូបែបចែករំលែកក៏ដូចជា tip ពិសេសបងប្អូនអាចធ្វើការចុច subscribe នៅ channel របស់ខ្ញុំបានហើយខ្ញុំនឹងធ្វើវីដេអូចេញជូនបងប្អូនទាំងគ្នាជាបន្តផងដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបនៅក្នុងការការពារ page ទាំងអស់គ្នាអូខេអញ្ចឹងបងប្អូនទាំងគ្នាបាទអញ្ចឹងយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នាពីរបៀបនៅក្នុងការការពារ page ដែលយើងប្រើប្រាស់ BM បាទអញ្ចឹងជាដំបូងឡើយបងប្អូនត្រូវតែមានកុំព្យូទ័រមួយហើយពាក់ព័ន្ធជាមួយនឹងចំណុចនេះបងប្អូនត្រូវយក account admin បាទដែលជា admin បងប្អូនប្រើរាល់ថ្ងៃណាបាទអញ្ចឹងនៅក្នុងហ្នឹងគឺពាក់ព័ន្ធជាមួយ BM បងប្អូនអាចបង្កើតក៏បានហើយបងប្អូនអាចទិញពីគេក៏បានដែរបើសិនជាចង់ឲ្យស្រួលទិញពីគេមកបាទដោយសារ BM ដែលយើងទិញពីគេគឺគេ verify រួចស្រេចបាទអញ្ចឹងបងប្អូនអាចយក BM ហ្នឹងយកមកធ្វើការកាន់ page បានណាបាទហើយវាសុវត្ថិភាពគុណនឹង2បើយើងប្រៀបធៀបជាមួយនឹង admin ធម្មតារបស់យើងបាទអញ្ចឹងអូខេបងប្អូនធ្វើការបើកជាមួយ browser ហើយ log in ជាមួយនឹង account admin ឲ្យបានត្រឹមត្រូវអញ្ចឹងដើម្បីយើងបើកចូលទៅកាន់ BM បានបងប្អូនធ្វើការចុចនៅកន្លែង see more ហើយ right click ហើយបើក open new tab មួយមកបាទអញ្ចឹងបងប្អូនកលេចមកមើលឆ្វេងដៃហើយបងប្អូនចុចទៅលើពាក្យថា all tool ហើយបងប្អូនឃើញ option ជាច្រើនទៅបាទអញ្ចឹងបងប្អូនកលេចមកមើល option មួយដែលមានឈ្មោះថា business setting បាទបងប្អូនយក right click open new tab បាទអានេះយើងបិទចោលក៏បានដែរអូខេអញ្ចឹងបងប្អូនបើកមកបើសិនជាបងប្អូនអត់មាន business manager គេហៅថា BM នឹងទេបងប្អូននឹងមិនឃើញ BM ដូចខ្ញុំទេណាបាទអញ្ចឹងវាទាមទារឲ្យបងប្អូនបង្កើតសិនបាទតែបើសិនជាបងប្អូនមានក៏វាសូដូចខ្ញុំអញ្ចឹងហើយបើមានច្រើនគឺវាសូច្រើនតែបើមានតែមួយអីចឹងបងប្អូននឹងឃើញតែមួយទេអូខេអញ្ចឹងខ្ញុំចុចទៅកាន់ BM ដែលខ្ញុំយកមក control page នេះមកបាទអូខេអញ្ចឹងមកដល់កន្លែងនេះបងប្អូនឃើញមាន option ជាច្រើនហើយខ្ញុំអត់ចង់រៀបរាប់អីច្រើនទេគ្រាន់តែខ្ញុំណែនាំត្រួស option ដែលយើងប្រើជាប្រចាំពាក់ព័ន្ធជាមួយ business setting បាទអញ្ចឹងទី1 business info គឺពាក់ព័ន្ធជាមួយនឹងព័ត៌មាន BM របស់យើងបាទនៅក្នុងនេះយើងអាចបំពេញនៅ address បំពេញនៅលេខទូរស័ព្ទបាទបងប្អូនត្រូវតែបំពេញបើសិនជាយកមកកាន់ page បងប្អូនដើម្បីសុវត្ថិភាពបងប្អូនដាក់ឲ្យគ្រប់ទៅណាកន្លែងហ្នឹងបងប្អូនដាក់ចុះបាទហើយចំពោះ BM របស់ខ្ញុំកាន់ page ខ្ញុំមានរួចហើយ BM នេះគឺខ្ញុំគ្រាន់តែអនុវត្តក៏ដូចជាឧទាហរណ៍ជូនបងប្អូនទេអញ្ចឹងខ្ញុំអត់ត្រូវការដាក់ទេណាបាទអញ្ចឹងបងប្អូនកលេចមកមើលកន្លែង people នៅក្នុង BM មួយបងប្អូនអាចយក account យកមកកាន់វាបានច្រើនបាទវាស្តៀងគ្នាដូចទៅនឹង page ដែរបងប្អូនអាចយក admin ច្រើនយកមកកាន់ page មួយបាទហើយនៅក្នុង BM មួយក៏បងប្អូនអាចយក account ច្រើនយកមកកាន់ BM មួយផងដែរបាទហើយរបៀប add គឺខ្ញុំនឹងធ្វើវីដេអូផ្សេងបាទបងប្អូនអាចចាំមើលវីដេអូថ្មីមួយទៀតក៏បានដែរបាទអញ្ចឹងបងប្អូនចេះហើយក៏អូខេយើងអាច skip ទៅសម្រាប់បងប្អូនអត់ទាន់ចេះចឹងខ្ញុំប្រាប់ថា BM មួយហ្នឹងតើយើងអាច add account បានប៉ុន្មានហើយយើង add ដល់របៀបណាអូខេបាទអញ្ចឹងយើងចូលមកដល់ topic របស់យើងគឺពាក់ព័ន្ធជាមួយនឹងការការពារ page អញ្ចឹងបងប្អូនកលេចមកមើល option ទី2ដែលមានឈ្មោះថា account ហើយបងប្អូនកលេចមកមើល option ទី1របស់វាហ្នឹងគឺ page បាទអញ្ចឹងបងប្អូនចុចមកចឹងបងប្អូនឃើញហើយគឺនៅកន្លែងនេះខ្ញុំអត់ទាន់មាន page ទេបាទអញ្ចឹងអត់ទាន់មាន page គឺអត់មានតន័យទាំងអស់ត្រូវទេបាទអូខេឥឡូវខ្ញុំមាន2 page នៅក្នុងការ example ជូនបងប្អូននៅក្នុងថ្ងៃនេះគឺអូខេបងប្អូនឃើញខ្ញុំមាន2 page ណាបាទអញ្ចឹងដើម្បីយើងអាច add page បានបងប្អូនចុចកន្លែង add នេះមកអញ្ចឹងបងប្អូនឃើញមាន option របស់វាបន្ថែមទៀតដែរត្រូវទេបាទគឺទី1គឺបងប្អូនអាច add an exciting page បាទអញ្ចឹងមានន័យថាបងប្អូនអាច add នៅ page ដែលបងប្អូនមានស្រាប់ page ដែលបងប្អូនមានស្រាប់ហើយ add ជា full control តែម្ដងមានន័យថាបងប្អូន add នៅត្រង់នេះគឺបងប្អូនយក page ហ្នឹងយកមកកាន់ហើយបងប្អូនមានសិទ្ធិ manage ទៅលើអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធជាមួយ page ហ្នឹងទាំងអស់មានន័យថាបងប្អូនអាច remove admin ណាក៏បានដែរអាហ្នឹងគេហៅថា BM គឺវាខ្លាំងនៅត្រង់ហ្នឹងឯងគឺទី1ហ្នឹងគឺបងប្អូនមានសិទ្ធិ remove អ្នកណាក៏បានដែរនៅក្នុង page ហ្នឹង admin ក៏ដោយគឺបងប្អូនមានសិទ្ធិ remove គេត្រឹមតែមួយ click តែប៉ុណ្ណោះបាទអញ្ចឹងកន្លែងហ្នឹងហើយដែលយើងអាចការពារ page យើងបានបើសិនជាគេលួច page យើងទៅបានគេលួច account យើងទៅបានប៉ុន្តែគេអត់អាចលួច BM
យើងបានអញ្ចឹងកន្លែងហ្នឹងហើយយើងអាចទាញយកមកវិញបានបាទជាចំណុចសំខាន់ផងដែរហើយទី2គឺពាក់ព័ន្ធជាមួយនឹង request share access to Facebook page អញ្ចឹងពាក់ព័ន្ធជាមួយកន្លែងនេះគឺវាស្តៀងគ្នាទៅនឹង option admin ដែរណាបងប្អូនបាទអញ្ចឹងខ្ញុំនឹងអនុវត្តជូនបងប្អូននៅបន្តិចទៀតបាទអូខេពាក់ព័ន្ធមួយទី3គឺ create a new Facebook page អញ្ចឹងងាយបងប្អូនអាចបង្កើត page នៅក្នុងនឹងក៏បានដែរណាតោះអញ្ចឹងកុំឲ្យរងចាំយូរយើងទៅមើលពីរបៀបប្រើ option វានីមួយៗទាំងអស់គ្នាបាទអញ្ចឹងដំបូងឡើយខ្ញុំនឹងប្រើ option ទី2បាទ request share access to Facebook page បាទអញ្ចឹងបងប្អូនចុចលើវាមកអូខេអញ្ចឹងមកដល់កន្លែងនេះវាទាមទារនៅ URL របស់ page របស់យើងបាទអញ្ចឹងខ្ញុំនឹងយក page មួយនេះដើម្បី share access ឲ្យវាក្លាយទៅជា admin ដើម្បីគ្រប់គ្រង page នឹងបានបាទប៉ុន្តែមិនមែន full control ទេអូខេចាំបងប្អូនចាំមើលណាបាទយើង copy កន្លែង URL នេះមកបងប្អូនបាទហើយបន្តមកទៀតយើងចូលមក business យើងហើយបន្តមកទៀតបងប្អូនផាសចូលមកបាទអញ្ចឹងបងប្អូនឃើញហើយបងប្អូន click យកមកអញ្ចឹងបន្តមកទៀតបងប្អូនចុច next ទៅបាទអញ្ចឹងមកដល់កន្លែងនេះហើយគឺពាក់ព័ន្ធជាមួយនឹងការដែលយើងបើកឲ្យវាមានសិទ្ធិពេញលេញបាទបើសិនជាបងប្អូនចង់ add ពីណាម្នាក់មកគ្រប់គ្រង page របស់យើងជាធម្មតាបងប្អូន add account Facebook របស់គេមកត្រូវទេហើយបងប្អូន add ត្រឹម admin editor អីចឹងគឺអាស្រ័យលើបងប្អូនត្រូវទេបាទអញ្ចឹង BM ក៏ដូចគ្នាដែរវាដើរតួដូចទៅនឹង account Facebook របស់យើងដែរយើង add ពីណាម្នាក់ចូលមកឲ្យគ្រប់គ្រង page យើងគឺយើងអាច add គាត់ត្រឹមតែជា partial access ដែលស្មើនឹង editor បាទឬមួយក៏ full control ដែលស្មើនឹង admin បាទអញ្ចឹងបងប្អូនអាច click យកបានបាទចង់ add គាត់ជាអីក៏បានដែរឧទាហរណ៍ថាខ្ញុំ add ជា admin បាទអញ្ចឹងយើងចុច confirmអូខេបន្តមកទៀតបងប្អូនចុចដានមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបាន add រួចរាល់ហើយគឺយើង add BM មួយនេះឲ្យធ្វើជា admin របស់ page មួយនេះបាទអញ្ចឹងយើងចូលទៅមើលនៅក្នុង page ទាំងអស់គ្នាអញ្ចឹងយើងចុច reload មួយមកបាទហើយបន្តមកទៀតយើងចុច switch ទៅកាន់ page មួយនឹងមកបាទយើងចូលទៅមើល option នៅក្នុង page access របស់វាមើលបាទមានអីខុសប្លែកខ្លះបងប្អូនចូលមកអញ្ចឹងបងប្អូនឃើញហើយបាទមកដល់កន្លែងនេះគឺដូចញ៉ែរញ៉ៃមែនតើហើយបងប្អូនបាទសម្រាប់បងប្អូនដៃថ្មីប្រកាសជាឆ្ងល់ណាស់បាទថា option នីមួយៗវាមានតួនាទីអីខ្លះហើយអញ្ចឹងខ្ញុំនឹងរៀបរាប់តាំងពីទី1ទី2ទី3ទី4ជូនបងប្អូនទាំងអស់គ្នាបាទទី1គឺ people with Facebook access ដោយសារអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង page ឥឡូវគឺ Facebook វាបានបដូរពាក្យក៏ដូចជាបដូរនៅ word មួយចំនួនអត់ដូចមុនទេពីមុនគឺមានត្រឹមតែ editor ហើយនិង admin ទេត្រូវទេបងប្អូនបាទប៉ុន្តែឥឡូវនេះគឺវាបានបដូរអាពាក្យទាំងអស់ហ្នឹងទៅជាផ្សេងគ្នាណាបាទអញ្ចឹងដើម្បីបញ្យល់ងាយយល់ខ្ញុំនឹងប្រៀបធៀបពាក្យហ្នឹងទៅកាន់ admin ក៏ដូចជា editor នៅពីមុនដែលបងប្អូនធ្លាប់ដឹងណាបាទអញ្ចឹងទី1គឺ people with Facebook access គឺវាស្មើនឹង admin បងប្អូនបាទយើងចុច add បើសិនចង់ add admin add account ណាមួយមកធ្វើជា admin បងប្អូន add ខាងលើនេះបាទហើយបងប្អូនដឹងហើយបងប្អូនអាចអានបាននៅកន្លែងនេះគឺយើងអាច control page យើងអាច manage page យើងអាច switch ទៅកាន់ page នឹងបានដែលមានសិទ្ធិស្មើនឹង admin នឹងឯងបាទហើយយើងអាច remove ណាម្នាក់គ្រប់គ្រងណាម្នាក់បានអញ្ចឹងណាបាទអូខេអញ្ចឹងកន្លែងនេះយើងចុច next មកហើយយើងចុច search ឈ្មោះរបស់គេមកគឺយើងអាច add គេជា admin បានហើយបាទអូខេមកដល់ទី2 people with task access បាទកន្លែងនេះគឺត្រឹមតែជា editor ទេណាបងប្អូនបាទអញ្ចឹងបងប្អូនចុច add មកបងប្អូននឹងឃើញហើយបាទ rule ដែលគាត់អាចមានសិទ្ធិបានគឺគាត់អាច switch ទៅកាន់ page បានទេនៅក្នុង Facebook page ហ្នឹងនៅក្នុង Facebook app របស់យើងគាត់អាច switch ទៅកាន់ page របស់យើងបានទេគាត់មានសិទ្ធិត្រឹមតែប្រើនៅ tool មួយចំនួននៅក្នុង Meta Business Suite បាទចាំបងប្អូនដឹងហើយ Meta Business Suite គឺជាកម្មវិធីមួយដែលយើងគ្រប់គ្រង page ហើយយើងឆ្លើយ chat ឆ្លើយអីចឹងណាបាទអញ្ចឹង option របស់វាគឺប្រៀបដូចទៅនឹង editor ដែរបាទអញ្ចឹងយើងមកដល់ទី3បាទទី3នេះគឺជាចំណុចសំខាន់បំផុតហើយមិនថាបងប្អូនដែលទិញ page ពីគេឬមួយក៏និយាយទៅពាក់ព័ន្ធនឹងការទិញលក់ page គឺបងប្អូនត្រូវតែមើលកន្លែងហ្នឹងហើយបាទគឺជាចំណុចសំខាន់ដែលវាខ្លាំងជាងអាពីរខាងលើនេះទៅទៀតហ្នឹងគឺ business portfolio access បាទអាហ្នឹងបើយើងនិយាយងាយយល់គឺ BM ដែលគេយកមកគ្រប់គ្រង page ហើយគេមានសិទ្ធិគ្រប់គ្រងទៅលើ admin editor ទាំងអស់ហ្នឹងឯងបាទអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នបើសិនជាបងប្អូនទិញ page ពីគេបងប្អូនត្រូវតែ check មើលថាតើនៅក្នុង page ហ្នឹងមាន BM អត់បាទបើសិនមាន BM បងប្អូនគួរតែឲ្យគេ remove ចេញសិនចាំបងប្អូនធ្វើការ pay លុយក៏ដូចជាទូទាត់ឲ្យគេបង្គ្រប់ណាបាទព្រោះថាបើសិនជាគេមាន BM ហើយបងប្អូនទូទាត់ឲ្យគេប៉ះអ្នកដែលខូចអីចឹងគេយក page ទៅវិញគេ remove បងប្អូនបានត្រឹមតែមួយ click តែប៉ុណ្ណោះបាទអញ្ចឹងមានន័យថាវាមានសិទ្ធិធំមែនទែននៅកន្លែង BM នេះណាបងប្អូនបាទអញ្ចឹងចុងក្រោយ partner access partner with access នេះគឺបងប្អូនកន្លែងនេះគឺវាជា option របស់ BM ប៉ុន្តែវាមានសិទ្ធិត្រឹមតែនេះទេបងប្អូនវាមានសិទ្ធិត្រឹមតែ admin របស់យើងខាងលើនេះទេណាបាទវាមានសិទ្ធិដូចគ្នាទៅនឹង admin ផងដែរបាទអញ្ចឹងកន្លែងនេះគឺមានន័យថាបើសិនជាបងប្អូនចង់ add ពីណាម្នាក់មកធ្វើជា admin បងប្អូនអត់ចង់ add account គាត់ទេបាទបងប្អូនអាច add ជា BM គាត់ក៏បានដែរបាទកន្លែងនេះក៏មានភាពងាយស្រួលមួយយ៉ាងដែរបាទព្រោះថាបើយើង add account add អីចឹងពេលខ្លះបងប្អូនត្រូវភ្ជាប់ friend គ្នាអីញ៉ៃចឹងណាបាទអញ្ចឹងងាយបើសិនគាត់ចេះប្រើដែរគាត់អាចបោះជា BM មកយើង add គាត់ឲ្យធ្វើជា partner access ទៅ
គឺគាត់មានសិទ្ធិគ្រប់គ្រងក៏ដូចជាមានសិទ្ធិគ្រប់គ្រងទៅលើ page របស់យើងបានដូចគ្នាប៉ុន្តែគាត់មិនមានសិទ្ធិនៅក្នុងការនេះទេបងប្អូនមិនមានសិទ្ធិនៅក្នុងការគ្រប់គ្រងទៅលើ BM យើងណាបាទអញ្ចឹងបងប្អូនអាចសង្កេតមើលកន្លែងហ្នឹងបានគឺវាស្មើនឹង admin បាទមុននឹងយើង add គេមកធ្វើជា partner access ក៏យើងគួរតែមាន BM មួយដែរណាបងប្អូនបាទអញ្ចឹងដើម្បីការពារសុវត្ថិភាពគ្រប់ page ទាំងអស់ត្រូវតែមាន BM បាទអញ្ចឹងអូខេអញ្ចឹង option នៅកន្លែងនេះបងប្អូនយល់ហើយណាអញ្ចឹងរបៀប add ទី2ដែលខ្ញុំបង្ហាញជូនបងប្អូនគឺពាក់ព័ន្ធជាមួយនឹង request share access ហ្នឹងគឺវានៅត្រង់នេះឯងបាទគេហៅថា partner with access បាទវាមានសិទ្ធិស្មើនឹង admin បាទហើយអញ្ចឹងយើងមកមើលចុងក្រោយ option ចុងក្រោយរបស់យើងគឺពាក់ព័ន្ធជាមួយនឹង add exciting page គឺមានន័យថាយើង add page ហ្នឹងយកមកធ្វើជានេះយកមកធ្វើជា business manager គេហៅថា BM បាទមានន័យថា add page ហ្នឹងយកមកចូលក្នុង BM ហើយប្រើ BM ហ្នឹងការពារសុវត្ថិភាពដូចក៏ដូចជាគ្រប់គ្រងទូទៅទាំងអស់ពាក់ព័ន្ធជាមួយ admin ហើយនិង partner access ផងដែរបាទអូខេអញ្ចឹងកុំឲ្យរងចាំយូរបងប្អូនតោះយើងទៅមើលទាំងអស់គ្នាហើយវីដេអូនេះរៀងវែងតិចហើយដោយសារខ្ញុំព្យាយាមបញ្យល់បងប្អូនពីមួយទៅមួយឲ្យច្បាស់ឲ្យលម្អិតហ្មងណាបាទដោយសារតែមួយរយៈក្រោយនេះបងប្អូនដឹងហើយគឺ page មានការបាត់បង់ច្រើនមែនទែនហើយបងប្អូនយើងភាគច្រើនគឺគាត់អត់សូវយល់ពីការប្រើប្រាស់ពាក់ព័ន្ធជាមួយ BM ឬមួយក៏ business manager ហ្នឹងទេបាទអញ្ចឹងវីដេអូនេះគឺមានប្រយោជន៍ខ្លាំងមែនទែនបងប្អូនយើងណាបាទសម្រាប់ពួកគាត់អាចយកទៅប្រើជាប្រយោជន៍បានហើយក៏អាចយកទៅការពារសុវត្ថិភាព page របស់គាត់បានផងដែរព្រោះកុំឲ្យគេលួចបានបើគេលួចបានហើយយើង claim យកមកវិញវាមានការលំបាកហើយក៏ខាតបង់លុយកាក់ដែរណាបងប្អូនបាទអូខេអញ្ចឹងបងប្អូនកលេចមកមើលខាងស្ដាំដៃរបស់យើងមកហើយបងប្អូនយក option ទី1នេះមកបាទអញ្ចឹងវាដដែលគឺវាទា URL បាទអញ្ចឹងយើង copy មកបាទហើយបន្តមកទៀតយើងផាសចូលមកបងប្អូនហើយយើង select យកមកយើងចុច next អូខេដំបូងខ្ញុំចង់ switch ឲ្យបងប្អូនមើលសិនថា page ហ្នឹងវាអត់មាន BM ទេបាទពេលដែលអត់មាន BM វាមានរូបរាងបែបណាណាអញ្ចឹងយើងចូលទៅកាន់ page access មើលអូខេអញ្ចឹងចំពោះ page ដែលអត់មាន BM បងប្អូនឃើញហើយអញ្ចឹងវាមានតែ admin 2តែប៉ុណ្ណោះបាទអញ្ចឹងកន្លែង people with access នេះ editor អត់មានហើយកន្លែង BM ក៏អត់មានដែរបាទអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាបន្ទាប់ពីយើង add BM ចូលតើវាមានរូបរាងបែបណាតោះអញ្ចឹងបងប្អូន complete ណាបាទចុច agree មួយមកបាទចុច agree មួយមករួចហើយចុច add page មកបាទអូខេប៉ុណ្ណឹងរួចរាល់ហើយបងប្អូនបាទ page របស់យើងត្រូវបាន add រួចហើយបាទអញ្ចឹងយើងនេះគឺជា page របស់យើង add ចូលមកក្នុង BM របស់យើងរួចហើយអញ្ចឹងយើងចូលទៅ reload មើលទាំងអស់គ្នាបាទបងប្អូនឃើញទេបាទកន្លែង business portfolio គឺយើងមាន BM មួយនៅក្នុងការគ្រប់គ្រងណាហើយអញ្ចឹងបងប្អូនដឹងហើយគឺភាពខុសគ្នារវាង page ដែលមិនមាន BM និង page ដែលមាន BM គឺវាខុសគ្នាត្រង់ហ្នឹងណាបងប្អូនបាទហើយ BM នេះផងដែរគឺដូចខ្ញុំបានលើកឡើងជូនបងប្អូនអញ្ចឹងគឺយើងមានសិទ្ធិនៅក្នុងការ remove admin នៅក្នុង page នឹងបានទាំងអស់បាទមិនថា partner អីផ្សេងៗគឺយើងអាច remove បានណាអញ្ចឹងការប្រើ BM ដើម្បីគ្រប់គ្រង page គឺយើងបានធ្វើរួចហើយបងប្អូនណាបាទយើងបាន add page មករួចហើយអញ្ចឹងតទៅគឺ page របស់យើងមាន BM ហើយបាទអញ្ចឹងដើម្បីគ្រប់គ្រងអីផ្សេងៗគឺបងប្អូនអាចចូលមកគ្រប់គ្រងនៅក្នុងនេះក៏បានដែរពាក់ព័ន្ធជាមួយនឹងអ្នកដែលនៅក្នុងនេះរបស់យើងបាទ admin ដែលនៅក្នុង page របស់យើងវានឹងសូននៅត្រង់នេះទាំងអស់បើសិនជាវាមាន 5 6 អ្នកអញ្ចឹងវាសូននៅក្នុងនេះទាំងអស់ហើយនៅក្នុងយើងអាចmanage ពួកគាត់បានយើងអាច remove access ពួកគាត់ចេញក៏បានហើយយើងអាចលុបពួកគាត់ចេញក៏បានដែរបាទអញ្ចឹងវាមានភាពងាយស្រួលមែនទេយើងប្រើ BM មួយយើងគ្រប់គ្រងទៅលើ admin ផ្សេងៗបានទាំងអស់ហើយក៏វាការពារសុវត្ថិភាពខ្លាំងដែរបាទអរគុណច្រើនបងប្អូនទាំងគ្នាអញ្ចឹងវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយបងប្អូនយល់យ៉ាងណាដែរចំពោះការទស្សនានៅវីដេអូនេះហើយបើសិនជាមានចម្ងល់អីផ្សេងៗបងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយជាប្រយោជន៍ទៅដល់បងប្អូនយើងបានច្រើនបាទហើយសង្ឃឹមថាបងប្អូនទាំងគ្នានឹងចុច like ក៏ដូចជាចុច subscribe នៅវីដេអូនេះផងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើនបងប្អូន